បានសួស្តីបងប្អូនអរគ្នាវគ្គនេះគឺដល់វគ្គខ្ញុំអួតមើមរបស់ខ្ញុំហើយខាងនេះគឺខ្ញុំដាំផ្ដេកបងប្អូនបាទហើយឥឡូវនេះហើយខ្ញុំជាទូទៅគឺខ្ញុំតែងតែប្រាប់បងប្អូនឲ្យដាំញឹកអញ្ចឹងសូមបងប្អូនជួយ share វីដេអូនេះម្នាក់មួយផងខ្ញុំនឹងនិយាយលម្អិតអំពីការដាំបន្តិចបាទដូចបងប្អូនឃើញអញ្ចឹងអានេះគឺខ្ញុំដាំញឹកបងប្អូនឃើញទេវាស់ពីមួយទៅមួយនេះគឺវាមួយចង្អាមនិយាយទៅគឺមួយចង្អាមជាងគឺវា3គុំប៉ុន្តែបងប្អូនឃើញ3គុំដែលខ្ញុំកាយលើនឹងអត់បាទឥឡូវយើងមកមើលវិញមកបាទគឺធំស្មើស្អាតហើយបាទគឺឡើងហើយថ្ងៃនេះគឺជាថ្ងៃទី18ខែ4ឆ្នាំ2026បាទតឡងខ្ញុំនេះវាបាន2ខែ16ថ្ងៃ17ថ្ងៃនេះហើយបាទអញ្ចឹងគឺបងប្អូនឃើញគឺធំស្អាតហើយវាស្មើហើយបងប្អូនបាទនេះដោយសារតែយើងបាញ់ថ្នាំបានល្អហើយការដាក់ទឹករបស់ខ្ញុំក៏បានល្អដែរបងប្អូនឃើញទេគឺនៅតែសើមរហូតតែម្ដងទឹករបស់ខ្ញុំគឺខ្ញុំដាក់អត់ឲ្យខ្វះទេបងប្អូនខ្ញុំសុកចិត្តធ្វើដីតិចតែខ្ញុំផ្គត់ផ្គង់ទឹកឲ្យគ្រប់គ្រាន់បាទហើយយើងត្រូវតែមុននឹងធ្វើយើងត្រូវតែប៉ាន់ប្រមាណនៅទឹករបស់យើងបាទហើយមួយរយៈចុងក្រោយនេះគឺខ្ញុំគឺថាខ្ញុំធ្វើវីដេអូអួតបងប្អូនច្រើនតិចហើយដោយសារតែខ្ញុំធ្វើអំពីតឡងនេះតាំងពីដើមមកគឺខ្ញុំអត់ទាន់បានអួតមើមទេតែដល់ពេលនេះគឺមើមខ្ញុំចេញលទ្ធផលគឺខ្ញុំដល់ពេលអួតមើមហើយបងប្អូនបាទហើយអានេះគឺជាផ្ទៃដីទាំងមូលតែម្ដងបាទហើយបងប្អូនឃើញគឺដើមគឺវាស្មើទ្រុបស្មើតែម្ដងគឺវាអត់មានកន្លែងកដេបកដប់ទេគឺខ្ញុំបាញ់ថ្នាំបានល្អមែនតើហើយថ្នាំរបស់ខ្ញុំនេះគឺខ្ញុំប្រើប្រាស់តាំងពីដំបូងមកគឺមានជីវៈជាដំណាក់កាលរបស់ខ្ញុំនៅក្នុងការប្រើប្រាស់ផងដែរអញ្ចឹងហើយមើមរបស់ខ្ញុំគឺបងប្អូនមើលទៅគឺស្អាតតែម្ដងបាទហើយមិនមែនថាយកមកដាក់យកមកអីទេបងប្អូនកើអត់កើទេព្រោះអីខ្ញុំកាយដូចខ្ញុំប្រាប់កន្លងមកអញ្ចឹងគឺខ្ញុំកាយតែបន្តិចមកល្មមដែលមើលកើតអញ្ចឹងទេគឺខ្ញុំអត់កាយផ្ដាច់ទេព្រោះខ្លាចខូចមើមរបស់យើងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងកាយតែប៉ុណ្ណឹងហើយអានេះវាចូល2 គីឡូណាបងប្អូនបាទឃើញនៅក្នុងរូបបែបនេះគឺ2 គីឡូហើយបាទអញ្ចឹងបានថាបើសិនជាបងប្អូនដាំត្រូវតែមានបច្ចេកទេសហើយនឹងការមើលថែបានល្អដើម្បីពេលដែលយើងបានទទួលផលវិញគឺវាល្អបែបហ្នឹងវិញផងដែរបាទហើយខ្ញុំនិយាយបញ្ជាក់ដាល់អញ្ចឹងគឺត្រូវតែដាក់ទឹកឲ្យដិតដល់រឿងថ្នាំក៏បន្តបន្សំដែរប៉ុន្តែអ្វីដែលសំខាន់គឺត្រូវតែមានទឹកដិតដល់ដើម្បីដាក់ទៅបងប្អូនឃើញអត់ទាន់មានក្រឹងសំបីតែបន្តិចបណ្ដោយបងប្អូនបាទនិយាយទៅគឺមើមស្អាតខ្លាំងមែនតើអត់ទាន់មានក្រឹងសំបីតែចោះបន្តិចក៏អត់មានដែរបងប្អូនបាទហើយមកគុំ3 4មើម4 5មើមអីគឺស្អាតភ្លឹងតែម្ដងគឺអត់មានក្រឹងទេសំបីតែថាមកអុចតិចក៏អត់មានដែរបាទអញ្ចឹងបានថានេះបានយើងធ្វើយកគុណភាពកុំធ្វើយកតែទំហំដីច្រើនយើងធ្វើបែបនេះមកបងប្អូនគិតទៅថាក្នុង1 ម៉ែត្រដឹងប៉ុន្មានគីឡូឯបាទមួយហាត់20 តោនអត់បាត់ទេបើសិនជាមើមអញ្ចឹងបាទអញ្ចឹងមិនថាបងប្អូនខ្លះគាត់និយាយថាខ្ញុំធ្វើវីដេអូធ្វើចេះតែនិយាយប៉ុន្តែបងប្អូនឃើញទេលទ្ធផលដែលខ្ញុំធ្វើបានគឺបែបហ្នឹងបាទអញ្ចឹងខ្ញុំអត់មានអីច្រើនទៀតទេបើសិនជាបងប្អូនឆ្ងល់អាច comment ខាងក្រោមបានបាទអរគុណជម្រាបលា